ពេលដែលរៀនគឺរៀនឲ្យខ្លាំងជាងអ្នកណាទាំងអស់ក្នុងពិភពគុណគឺព្រមលិខិតតាអញ្ចឹងអត់តែជីវិតពិតជាស្ដាយហ្មងកូនខ្ញុំគាត់និយាយកូនស្រីច្បងខ្ញុំហ្នឹងគាត់ថាប៉ារស់នៅលយហ្មងខ្ញុំថាលយមិនកូនគឺប៉ាធ្វើសកម្មភាពដែលប៉ាពេញចិត្តជាប្រចាំថ្ងៃហ្មងរបៀបរស់នៅខ្ញុំគឺលយត្រង់ថាមុនម៉ោង9គឺខ្ញុំលេងកីឡាខ្ញុំហាត់ប្រាណខ្ញុំលេងកីឡាខ្ញុំហាត់ប្រាណខ្ញុំស្រស់សោកប្រហែលពេលព្រឹកខ្ញុំស្លៀកស្អាតបានខ្ញុំទៅធ្វើការឥឡូវហ្នឹងម៉ោងធ្វើការខ្ញុំគឺមានស្តង់ដារមករបៀបធ្វើការអីក្រោយម៉ោង4គឺម៉ោងដែលខ្ញុំលេងកីឡាជួបជុំមិត្តភ័ក្តិខ្ញុំសប្បាយអញ្ចឹងខ្ញុំធ្វើការមុនម៉ោង9ព្រឹកក្រោយម៉ោង4គឺពេលវេលាតខ្លួន9ទៅដល់ម៉ោង4គឺពេលវេលាអាជីវកម្មហើយបុគ្គលិកឬអ្នកផ្សេងគាត់ចង់ធ្វើដូចខ្ញុំគាត់ថាបើសិនជាចង់ធ្វើដូចគឹមហៀងធ្វើមិនបានទេប៉ុន្តែបើអាចធ្វើដូចខ្ញុំកាលពី20ឆ្នាំមុនបានហើយបុគ្គលិកថាធ្វើម៉េចមេខ្ញុំថាដូចជាមិនពិបាកទេពេលដែលរៀនគឺរៀនឲ្យខ្លាំងជាងអ្នកណាទាំងអស់ក្នុងពិភពគុណនិយាយពីរៀនឲ្យច្រើនជាងគេផុតហ្មងហើយបើធ្វើគឺធ្វើយកមែនតើហ្មងអត់មានធ្វើលេងទេខ្ញុំដូចខ្ញុំបាននិយាយពីមុនបងសម្បត្តិគាត់ថាខ្ញុំគឹមហៀងអត់ដៃបរាជ័យទេខ្ញុំថាមកជីវិតខ្ញុំអត់ដៃបរាជ័យទេមូលហេតុតែមួយគត់ដែលខ្ញុំមិនដៃបរាជ័យពេលដែលរៀនគឺរៀនឲ្យខ្លាំងជាងអ្នកណាទាំងអស់ក្នុងពិភពគុណគឺព្រមលិខិតតាអញ្ចឹងអត់តែជីវិតពិតជាស្ដាយហ្មងកូនខ្ញុំគាត់និយាយកូនស្រីច្បងខ្ញុំហ្នឹងគាត់ថាប៉ារស់នៅលយហ្មងខ្ញុំថាលយមិនកូនគឺប៉ាធ្វើសកម្មភាពដែលប៉ាពេញចិត្តជាប្រចាំថ្ងៃហ្មងរបៀបរស់នៅខ្ញុំគឺលយត្រង់ថាមុនម៉ោង9គឺខ្ញុំលេងកីឡាខ្ញុំហាត់ប្រាណខ្ញុំលេងកីឡាខ្ញុំហាត់ប្រាណខ្ញុំស្រស់សោកប្រហែលពេលព្រឹកខ្ញុំស្លៀកស្អាតបានខ្ញុំទៅធ្វើការឥឡូវហ្នឹងម៉ោងធ្វើការខ្ញុំគឺមានស្តង់ដារមករបៀបធ្វើការអីក្រោយម៉ោង4គឺម៉ោងដែលខ្ញុំលេងកីឡាជួបជុំមិត្តភ័ក្តិខ្ញុំសប្បាយអញ្ចឹងខ្ញុំធ្វើការមុនម៉ោង9ព្រឹកក្រោយម៉ោង4គឺពេលវេលាតខ្លួន9ទៅដល់ម៉ោង4គឺពេលវេលាអាជីវកម្មហើយបុគ្គលិកឬអ្នកផ្សេងគាត់ចង់ធ្វើដូចខ្ញុំគាត់ថាបើសិនជាចង់ធ្វើដូចគឹមហៀងធ្វើមិនបានទេប៉ុន្តែបើអាចធ្វើដូចខ្ញុំកាលពី20ឆ្នាំមុនបានហើយបុគ្គលិកថាធ្វើម៉េចមេខ្ញុំថាដូចជាមិនពិបាកទេ